ប្រនឹងស្រីតស៊ូគ្មានខ្មៃសាដីជាជេពីភាសាគ្នាចេះចែករំលែកលំហាត់វេចែកចាយគ្នាមុនមកសាឡាត្រៀមកិច្ចចាប់ជើងប្រឹងប្រែងរូបរះស្ដាប់ប៉ាគុណយល់ធ្វើលំហាត់ទាំងអងមិនต้องសល់ប្រគល់ឲ្យគ្រូដល់សាលារៀនខ្ញុំបញ្ញាចិនខំខំរៀនសូត្រពុះពីរហូតជោគជ័យមានបច្ចុប្បន្ននិងអនាគតបានទីព្រោះតស៊ូរៀនមិនបោបរៀនសូត្ររួមបានតែប្រើប្រាជ្ញាជាសិស្សសិក្សាមានគោលបំណងអ្នកញ៉ាចិត្តខ្លាំងពេកក្រៃកនឡងសិស្សគូកាយផងទៅបានជោគជ័យមុនមកសាលាត្រៀមកិច្ចចាប់យើងប្រឹងប្រែងរូបរះស្ដាប់ប៉ាគុណយល់ធ្វើលំហាត់ទាំងអមមិនต้องសល់ប្រគល់ឲ្យគ្រូដល់សាលារៀនខ្ញុំបញ្ញាចិនខំខំរៀនសូត្រពុះពីរហូតជោគជ័យមានបច្ចុប្បន្ននិងអនាគត